ខ្ញុំមានអារម្មណ៍ល្អមែនទែនសូមឲ្យអារម្មណ៍នេះដកនៅក្នុងចិត្តខ្មែរគ្រប់គ្នាឲ្យខ្មែរមានអារម្មណ៍ថាយើងនៅតែស្រឡាញ់គ្នាសាមគ្គីគ្នាតស៊ូការពារជានិច្ចដើម្បីទឹកដីរបស់យើងជ័យយោកម្ពុជាអរគុណអត្ថន័យរបស់ដ៏ល្អមួយនេះដែរខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំច្រៀងបទនេះអារម្មណ៍ខ្ញុំរំភើបជូនពរឲ្យបងប្អូនសុខសប្បាយតាមមុខសាវតា
ដើម្បីត្រួតត្រងទៅដល់កងទ័ពកម្ពុជានៅក្នុងពេលនេះយើងខ្ញុំទាំងអស់គ្នាក្រុមសិល្បៈសិល្បករនីវត្តមានលោកជំទាវនៃអង្គការម៉ៅចំណានប្រធានសមាគមសិល្បករខ្មែរក៏សូមថ្លែងអំណរគុណប្រសិទ្ធិពរជ័យជូនទៅដល់បងប្អូនប្រជាពលរដ្ឋសូមទទួលបានសុខភាពល្អជោគជ័យនៅក្នុងការងារយើងនឹងអាចជួបគ្នានៅក្នុងដំណាក់កាលទី2បន្តទៀតជាមួយនឹងសមាគមសិល្បករខ្មែររបស់យើងហើយក៏ដូចជាមូលនិធិ CTN ដើម្បីត្រួតត្រងទៅដល់កងទ័ពការពារព្រំដែនជាតិយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមរំអរកាយគោរពលា